គេថាញញួរដំកែវកែវនឹងបែកហើយបើញញួរដំដែកដែកនឹងคล้ายទៅជាអាវុធមនុស្សខ្លះប្រៀបដូចជាកែវអញ្ចឹងខ្លួននៅខ្វះខាតខ្លួននៅល្ងឹតល្ងងតែប៉ះមិនបានទេនិយាយមិនបានទេធ្វើខុសគេស្ដីឲ្យតិចតួចអន់ចិត្តខឹងគុំគួនអត់ហ៊ានទទួលយកគំនិតពីគេទេខ្លាចគេថាអន់ទាំងដែលខ្លួនឯងនឹងអន់មែនឈើប្រណិតប៉ុណ្ណាក៏ដោយបើជាងមិនទម្លុះកែច្នៃទេវាគ្រាន់តែជាឈើគ្មានតម្លៃម្ដងពេជ្រទឹកល្អប៉ុណ្ណាក៏ដោយបើសិនជាជាងមិនឆាបមិនច្នៃវាទេវាគ្រាន់តែជាដុំថ្មម្ដងប៉ុណ្ណោះបើសិនជាយើងមិនចេះយើងនៅខ្វះខាតយើងត្រូវចេះរៀនទទួលយកការពិតហើយបើកចិត្តទទួលយកការណែនាំពីអ្នកដទៃអានឹងបានរីកចម្រើនទៅមុខលឿនកុំខ្លាចគេថាយើងអន់បើយើងអន់មែនកុំខ្លាចគេស្ដីឲ្យតិចតួចវាអត់ស្លាប់ទេបើសិនជាគេមានចេតនាល្អជាមួយយើងអ្នកសំណាងហើយដែលមានគេស្ដីបដៅណែនាំបង្ហាញផ្លូវហើយនឹងតាមដានការងារយើងជាប្រចាំអ្នកសំណាងយល់តែមែនតើគេនៅស្ដីគេនៅថាអ្នកជាមនុស្សមានសំណាងហើយក្រែងថ្ងៃណាមួយគេឈប់ថាគេឈប់និយាយគេឈប់ណែនាំកុំបន្ទោសថាគេអត់ប្រាប់អត់មានអ្នកណែនាំអត់មានអ្នកប្រាប់អត់មានអ្នកបង្ហាញផ្លូវអានឹងកុំបន្ទោសគេអសោះខ្លែងហោះបច្រាស់ខ្យល់បានហោះទៅលើបានខ្ពស់ហើយមនុស្សត្រូវប្រឈមនឹងការឈឺចាប់ខ្លះទើបវារីកចម្រើនទៅមុខលឿនពីពេលនេះតទៅបើសិនជាយើងមិនចេះយើងល្ងងត្រូវរៀនទទួលយកគំនិតពីអ្នកដទៃជីវិតមនុស្សម្នាក់ៗមានតម្លៃមែនតើតែបើសិនជាគេចំណាយពេលវេលានៅក្នុងជីវិតរបស់គេមកជួយជ្រោមជ្រែងជីវិតរបស់យើងជាមនុស្សសំណាងបំផុតនិងមានឱកាសធំបំផុតដែលមនុស្សដទៃទៀតមិនប្រកាសថាបានឱកាសដូចយើងទេខ្ញុំនៅចាំពាក្យម្ដាយរបស់ខ្ញុំក៏តែងតែបដៅខ្ញុំតាំងពីតូចគាត់និយាយថាយើងអត់ចាំបាច់លាក់បាំងមហូបដែលនៅសល់ច្រើនថ្ងៃដោយសារខ្លាចភ្ញៀវនិយាយថាយើងរិះទេកូនព្រោះយើងរស់នៅបែបហ្នឹងមែនគាត់បាននិយាយទៀតថាចានដែលបែកកូនឯងប្រើវាសិនទៅព្រោះយើងញ៉ាំជាមួយស្លាបព្រាតាវាអត់មុតទេគោឡើងភ្នំអត់មានសាច់គោក៏បានព្រោះបន្លែសុទ្ធវាងាយស្រួលធ្វើយើងបត់ជើងហើយសុខភាពល្អត្រីខនេះយើងនៅតែ2នាក់យើងប្រើវាពាក់កណ្ដាលបានហើយកូនពាក្យអញហើយនឹងពាក្យខ្ញុំមួយម៉ាត់ដូចគ្នាកូនឯងប្រើពាក្យខ្ញុំវាពិរោះជាងកូនឯងជាកូនប្រុសកូនឯងបើចាំម៉ែបដៅអត់ល្អទេព្រោះម៉ែអត់ធ្លាប់ធ្វើជាមនុស្សប្រុសទេម៉ែជាស្រីដូច្នេះបើសិនជាកូនចង់ក្លាយជាមនុស្សប្រុសតាមរបៀបណាដែលកូនគិតថាមានតម្លៃកូនឯងសម្រេចចិត្តធំឡើងកូនឯងមិនបាច់ប្រើកាភ្លើងដើម្បីការពារខ្លួនទេបើសិនជាកូនឯងច្បាស់ថាកូនឯងគឺជាមនុស្សល្អពេលមានលុយសូមកូនឯងធ្វើទានទាំងការចែករំលែកចំណេះដឹងទាំងការផ្ដល់លុយផ្ដល់សុហុយហើយពេលដែលកូនធ្លាក់ខ្លួនក្រកូនប្រឹងរោទៀតទៅកូនមិនបាច់រំពឹងអ្នកដទៃមកឲ្យទានកូនទេកូនចំណាំមើលអ្នកដែលហ៊ឺហាលយឆាយអត់សូវយូរទេច្រើនតែអង្គុះអង្គើពេលមួយដែលកូនឯងខឹងកូនឯងស្រែកឲ្យខ្លាំងទៅប៉ុន្តែកូនឯងស្រែកកុំឲ្យគេឮពេលត្រឡប់មកវិញរឿងហ្នឹងវានឹងចប់បើសិនជាកូនធ្វើបន់កូនកុំខ្លាចគេលួចគ្រឿងទិញឲ្យលើសអាហ្នឹងឯងបន់បើសិនជាកូនយកប្រពន្ធកូនឯងមិនយកអ្នកមានទេឲ្យតែរស់នៅមានក្តីសុខគឺកូនឯងមានឯងហ្មងអ្នកក្រធ្វើអ្វីក៏ខុសមែនទេនៅក្នុងសង្គមបច្ចុប្បន្នអ្នកអាចគ្មានគុណសម្បត្តិឬគ្មានមុខមាត់ក៏បានប៉ុន្តែអ្នកមិនអាចគ្មានលុយបានទេបើអ្នកក្រទោះអ្នកនិយាយអ្វីឬធ្វើអ្វីក៏ខុសដែរបើមិនជឿសូមកត់សម្គាល់ដូចតទៅនេះពេលអ្នកមានចែករំលែកបទពិសោធន៍គេថាចំណេះដឹងនាំលទ្ធផលពេលអ្នកក្រចែករំលែកបទពិសោធន៍គេថានិយាយមិនសមហេតុផលពេលអ្នកមានហូបបន្លែគេថាថែទាំសុខភាពពេលអ្នកក្រហូបបន្លែគេថាគ្រោះក្រីក្រពេលអ្នកមានធ្វើការងារគេថាយកបទពិសោធន៍ពេលអ្នកក្រធ្វើការងារគេថាប្រកបរបរចិញ្ចឹមជីវិតពេលអ្នកមានខឹងគេថាមានបុគ្គលិកលក្ខណៈតែពេលអ្នកក្រខឹងគេថាគ្មានចេះគិតពេលអ្នកមាននិយាយលេងគេថា
កំ pl ែងតែពេលអ្នកក្រនិយាយលេងគេថាគ្មានការគោរពពេលអ្នកមានដើរលេងផឹកស៊ីគេថាធ្វើទំនាក់ទំនងសង្គមតែពេលអ្នកក្រដើរលេងផឹកស៊ីគេថាខ្ជះខ្ជាយពេលអ្នកមានធ្វើគៀវរកិច្ចជាមួយអ្នកក្រគេថាគ្រោះរាយរាក់ទាក់តែពេលអ្នកក្រធ្វើគៀវរកិច្ចជាមួយអ្នកមានគេថាយកចិត្តពេលអ្នកមាននិយាយអំពីភាពអធិកអធមគេថាមានការគិតធំតែពេលអ្នកក្រនិយាយពីភាពអធិកអធមគេថាក្រតែធ្វើពូកែពេលអ្នកមានព្រួយបារម្ភគេថាប្រយ័ត្នប្រយែងពេលអ្នកក្រព្រួយបារម្ភគេថាខ្វល់ខ្វាយជំនួសគេជ្រុលពេលអ្នកមានរៀបការជាមួយស្រីស្អាតគេថាសុំនឹងគ្នាតែពេលអ្នកក្ររៀបការជាមួយស្រីស្អាតគេថាផ្កាស្រស់ដោតលើលាមកគោនេះហើយគឺជាការពិតនៃសង្គមបច្ចុប្បន្ន